សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្រាយរឿងថ្ងៃនេះយើងនឹងមកទស្សនាការសម្រាយសាច់រឿងនៃខ្សែភាពយន្តតុក្កតាដ៏ល្បីល្បាញកាលពីឆ្នាំ2014គឺរឿង Big Hero 6វាជារឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលជាកំពូលអ្នកច្នៃប្រឌិតមនុស្សយន្តប៉ុន្តែស្នាដៃរបស់គេត្រូវបានគេលួចយកទៅទើបគេសម្រេចចិត្តប្រើមនុស្សយន្តពេទ្យមួយដើម្បីតាមសងសឹករឿងរ៉ាវបានចាប់ផ្ដើមឡើងនៅក្នុងទីក្រុង San Francisco នាពេលយប់ដ៏ងឹតមួយនៅក្នុងសង្វៀនជលមនុស្សយន្តខុសច្បាប់ការប្រកួតកំពុងតែឡើងកម្ដៅខ្លាំងរវាងមនុស្សយន្តរបស់ក្មេងស្រីសក់ពណ៌ផ្កាឈូកនិងមនុស្សយន្តរបស់មេបងធំម្នាក់ឈ្មោះ Yama ដំបូងឡើយមនុស្សយន្តរបស់ Yama ហាក់ដូចជាចាញ់ទៅហើយប៉ុន្តែភ្លាមនោះវាក៏បានក្រោកឈរឡើងរួចប្រើអាកាសផ្ដាច់ក្បាលគូប្រកួតយ៉ាងសាហាវក្រោយពេលឈ្នះ Yama បានឌឺដងសួរថាតើនរណាជាគូប្រជែងបន្ទាប់ពេលនោះហើយដែល Hero Hama ដែលក្មេងប្រុសអាយុ14ឆ្នាំម្នាក់បានដើរចូលទៅសុំសាកល្បងមនុស្សយន្តរបស់ Hero មានរាងតូចល្អិតគួរឲ្យចង់សើចដែលធ្វើឲ្យ Yama និងអ្នកមើលងាយមើលថប់គ្រប់គ្នាការភ្នាល់បានចាប់ផ្ដើមគ្រាន់តែវិនាទីដំបូងមនុស្សយន្តរបស់ Hero ត្រូវបានគេវាយខ្ទេចគ្មានសល់ Hero បានអង្វរសុំសាកល្បងម្ដងទៀតដោយលេសថាគេទើបតែមកចូលលើកដំបូង Yama មិនចង់ប្រកួតជាមួយក្មេងទេប៉ុន្តែនៅពេលដែល Hero ដកលុយមួយដុំធំចេញពីហោប៉ៅមកបង្ហាញ Yama ក៏យកព្រមភ្លាមប៉ុន្តែអ្វីមិនដូចការគិតឡើយនៅទឹកទី2មនុស្សយន្តតូចរបស់ Hero ដែលមានឈ្មោះថា Megabot បានផ្គុំរូបរាងឡើងវិញដោយកម្លាំងម៉ាញេទិកហើយមុខមាត់របស់វាក៏បានប្រែប្រួលយ៉ាងគួរឲ្យខ្លាចវាបានបំបែកខ្លួនវាប្រហារមនុស្សយន្តរបស់ Yama រហូតខ្ទេចខ្ទីនិងកាត់ក្បាលគូប្រកួតសងសឹកវិញភ្លាមHero បានឈ្នះលុយយ៉ាងច្រើនប៉ុន្តែ Yama មានអារម្មណ៍ថាត្រូវក្មេងបោកក៏បានបញ្ជាឲ្យកូនចៅតាមស្ទាក់វាយ Hero និងលួចយកមនុស្សយន្តនោះមុនពេលដែល Hero ត្រូវគេធ្វើបាប Tadashi ដែលជាបងប្រុសបានបើកម៉ូតូមកជួយទាន់ពេលវេលាតាមពិតទៅ Hero ជាក្មេងឆ្លាតខ្លាំងណាស់គេបានរៀនចប់វិទ្យាល័យតាំងពីអាយុ13ឆ្នាំប៉ុន្តែគេមិនព្រមចូលរៀនមហាវិទ្យាល័យទេព្រោះគេគិតថាគ្មានអ្វីដែលគេមិនដឹងនោះឡើយខណៈពេលដែល Tadashi កំពុងព្យាយាមបើកម៉ូតូគេចខ្លួនស្រាប់តែប៉ូលីសបានមកដល់ហើយបងប្អូនទាំងពីរត្រូវបានចាប់ខ្លួនដោយសារតែឪពុកម្ដាយរបស់ពួកគេបានស្លាប់បាត់បង់ជីវិតតាំងពី Hero អាយុ3ឆ្នាំMinkas ក៏បានមកធានាពួកគេចេញពីប៉ុស្តិ៍ប៉ូលីសនៅពេលមកដល់ផ្ទះ Tadashi បានស្ដីបន្ទោស Hero ខ្លាំងប៉ុន្តែ Hero ហាក់មិនខ្វល់ឡើយថែមទាំងទទួលបានសារដំណឹងថានឹងមានការចូលមនុស្សយន្តថ្មីមួយទៀតចាប់ផ្ដើមឡើង Hero មានបំណងចង់ទៅប្រកួតចូលមនុស្សយន្តម្ដងទៀតប៉ុន្តែបងប្រុសរបស់គេបានព្យាយាមឃាត់ដោយដឹងថាវាមិនងាយនឹងបញ្ចុះបញ្ចូលប្អូនប្រុសឲ្យបដូរចិត្តបាន Tadashi ក៏បានសុំធ្វើជាអ្នកជូន Hero ទៅដោយខ្លួនឯងប៉ុន្តែជំនួសឲ្យការទៅសង្វៀនចូលមនុស្សយន្តខុសច្បាប់ Tadashi បែរជានាំ Hero ទៅកាន់មហាវិទ្យាល័យដែលគាត់កំពុងរៀនទៅវិញគ្រាន់តែឈានជើងចូលដល់ក្នុងមន្ទីរពិសោធន៍ Hero ស្រឡាំងកាំងយ៉ាងខ្លាំងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបនៅទីនោះហើយគេក៏ដឹងថាគេនៅមានរឿងជាច្រើនទៀតដែលត្រូវរៀនសូត្រនៅទីនោះ Hero បានជួបមិត្តភក្តិរួមថ្នាក់របស់បងប្រុសគេហើយគេមានអារម្មណ៍រំភើបខ្លាំងណាស់ដែលដឹងថាខ្លួនឯងមិនមែនជាមនុស្សពូកែតែម្នាក់ឯងនោះទេម្នាក់សុទ្ធតែមានរបស់ច្នៃប្រឌិតរៀងខ្លួនហើយពួកគេក៏បានបង្ហាញស្នាដៃទាំងនោះទៅកាន់ Hero ផងដែរបន្ទាប់មកក៏ដល់វេន Tadashi បង្ហាញគម្រោងថ្មីរបស់គាត់បានយកស្កុតមកបិទលើដៃ Hero រួចបកវាចេញយ៉ាងលឿនបណ្ដាលឲ្យ Hero ស្រែកព្រោះឈឺផ្សាភ្លាមនោះមនុស្សយន្តរបស់ Tadashi ក៏បានដំណើរការឡើងBaymax បានដើរមករក Hero ហើយណែនាំខ្លួនថាជាភ្នាក់ងារថែទាំសុខភាពផ្ទាល់ខ្លួនដែលត្រូវបានកំណត់កម្មវិធីឲ្យឆ្លើយតបនៅពេលណាដែលមាននរណាម្នាក់ស្រែកដោយការឈឺចាប់ក្រោយពីស្កេនពិនិត្យខ្លួន Hero រួចរាល់ Baymax បានប្រើថ្នាំបាញ់សម្លាប់មេរោគដើម្បីការពារកុំឲ្យមានការឆ្លងមេរោគHero ពិតជាចាប់អារម្មណ៍ខ្លាំងណាស់ហើយ Tadashi ក៏បានប្រាប់ថាគាត់បានបញ្ចូលកម្មវិធីវិទ្យាសាស្ត្រជាង10,000ប្រភេទទៅក្នុង chip តូចមួយដែលបិទជាប់នឹងដើមទ្រូងរបស់វាខណៈពេលដែល Hero កំពុងពិនិត្យមើលគ្រឿងបង្គុំរបស់មនុស្សយន្តនេះ Baymax ក៏បានហុចស្ករគ្រាប់ឲ្យគេមួយដើម្បីជារង្វាន់សម្រាប់ការស្ដាប់បង្គាប់ក្នុងពេលព្យាបាលបន្ទាប់មក Baymax ប្រាប់ថាវានឹងឈប់ដំណើរការនៅពេលណាដែលអ្នកជំងឺនិយាយថាក៏ខ្លួនមានអារម្មណ៍ធូរស្រាលហើយនៅពេល Hero និយាយថាគេធូរហើយ Baymax ក៏ដើរចូលទៅក្នុងប្រអប់សាកថ្មវិញបាត់ទៅនៅក្នុងពេលនោះសាស្ត្រាចារ្យ Robert Colligan ក៏បានបង្ហាញខ្លួន Hero រំភើបខ្លាំងណាស់ដែលបានជួបគាត់ផ្ទាល់ព្រោះគេតែងតែគិតថាបុរសម្នាក់នេះគឺជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតក្រោយពីបានឃើញមនុស្សយន្ត Megabot របស់ Hero លោក Colligan ក៏បានផ្ដល់ឱកាសឲ្យគេចូលរៀននៅទីនោះប៉ុន្តែ Tadashi បែរជានិយាយឌឺដងថាប្អូនគាត់ប្រហែលជាចាប់អារម្មណ៍តែរឿងចូលមនុស្សយន្តប៉ុណ្ណោះប៉ុន្មាននាទីក្រោយមកពេលចាក់ចេញពីសាលា Tadashi ប្រាប់ថាពួកគេត្រូវប្រញាប់ទៅបើចង់ឲ្យ Hero ចូលរួមប្រកួតទាន់ពេលប៉ុន្តែបន្ទាប់ពីបានឃើញបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងមន្ទីរពិសោធន៍មក Hero ក៏សម្រេចចិត្តថាគេចង់ចូលរៀននៅទីនោះវិញហើយ Tadashi ក៏រីករាយនឹងជួយគាត់បានប្រាប់ថារៀងរាល់ឆ្នាំមានកម្មវិធីពិព័រណ៍ស្នាដៃនិស្សិតបើ Hero អាចច្នៃប្រឌិតអ្វីមួយដែលទាក់ទាញចំណាប់អារម្មណ៍លោក Collagen បាននោះគេនឹងទទួលបានកន្លែងរៀននៅទីនោះមិនខានHero បានចំណាយពេលពេញមួយថ្ងៃដើម្បីគិតរកអ្វីដែលអស្ចារ្យបំផុតប៉ុន្តែគិតយ៉ាងណាក៏គិតមិនចេញឃើញដូច្នោះ Tadashi ក៏បានជួយប្អូនប្រុសឲ្យចេះមើលអ្វីក្នុងជ្រុងផ្សេងពីមុនបន្ទាប់ពីទទួលបានការលើកទឹកចិត្តពីបងប្រុស Hero ក៏ទទួលបានគំនិតដ៏អស្ចារ្យមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់គេបានខិតខំធ្វើការយ៉ាងខ្លាំងនៅក្នុងឡានការ៉ាផ្ទះរបស់គេរហូតដល់គម្រោងថ្មីត្រូវបានបញ្ចប់ដោយមានការជួយជ្រោមជ្រែងពី Tadashi និងមិត្តភក្តិ Hero បាននាំយកស្នាដៃចុងក្រោយទៅកាន់ពិព័រណ៍វិទ្យាសាស្ត្រនៅលើឆាក Hero បានពាក់ឧបករណ៍បញ្ជីជាប់នឹងក្បាលរួចបង្ហាញមនុស្សយន្តតូចមួយដែលមានឈ្មោះថា Microbot ដំបូងឡើយមនុស្សគ្រប់គ្នាហាក់មិនចាប់អារម្មណ៍ឡើយប៉ុន្តែនៅពេលដែល Microbot នោះចាប់ផ្ដើមភ្ជាប់គ្នាជាមួយមិត្តភក្តិរាប់លានរបស់វាក៏បានបង្កើតជារូបរាងអ្វីក៏បានតាមការគិតរបស់ Hero វាអាចប្រើសម្រាប់សាងសង់ដឹកជញ្ជូនឬធ្វើអ្វីគ្រប់យ៉ាងដែលម្ចាស់វាស្រមៃចង់បានការបង្ហាញនេះទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំងពីទស្សនិកជនភ្លាមនោះមហាសេដ្ឋីបច្ចេកវិទ្យា Alistair Cray បានចូលមកសុំទិញសិទ្ធិ patent លើ Microbots នេះប៉ុន្តែសាស្ត្រាចារ្យ Colligan បានរារាំងដោយប្រាប់ថា Cray ជាមនុស្សអាត្មានិយមនិងមិនគោរពច្បាប់វិទ្យាសាស្ត្រជាតាមសាស្ត្រាចារ្យ Hero ក៏បានបដិសេធមិនលក់វាឡើយជាការតបស្នងលោក Colligan ក៏បានហុចសម្បត្តិអនុញ្ញាតឲ្យ Hero ចូលរៀននៅមហាវិទ្យាល័យដែលធ្វើឲ្យគ្រប់គ្នាមានសេចក្តីសុខយ៉ាងខ្លាំងប៉ុន្តែ
សេចក្តីសុខនោះមានរយៈពេលខ្លីណាស់ស្រាប់តែមានអគ្គិភ័យបានឆាប់ឆេះអគារពិព័រណ៍នោះយ៉ាងសន្ធោសន្ធៅដោយដឹងថាសាស្ត្រាចារ្យ Collagen នៅខាងក្នុង Tadashi ក៏បានសម្រេចចិត្តរត់ចូលទៅជួយទោះបីជា Hero ខំខាត់យ៉ាងណាក៏ដោយគ្រាន់តែ Tadashi ចូលទៅដល់ក្នុងមិនទាន់បានប៉ុន្មានផងអគារទាំងមូលក៏បានផ្ទុះឡើងយ៉ាងខ្លាំងបណ្ដាលឲ្យទាំង Tadashi និងសាស្ត្រាចារ្យ Collagen ត្រូវបាត់បង់ជីវិតក្រោយបុណ្យសព Hero បានធ្លាក់ក្នុងសភាពបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ Depression គេលាក់ខ្លួនក្នុងបន្ទប់មិនព្រមហូបបាយនិងមិនព្រមនិយាយរកមិត្តភក្តិឡើយគេថែមទាំងសម្រេចចិត្តបោះបង់ចោលការសិក្សាហើយចង់ត្រឡប់ទៅជួលមនុស្សយន្តវិញក្នុងពេលដែលគេកំពុងរៀបចំរបស់របរបំណែកមនុស្សយន្តមួយបានធ្លាក់មកលើជើងរបស់គេបណ្ដាលឲ្យ Hero ស្រែកដោយការឈឺចាប់ពេលនោះហើយដែល Baymax បានដំណើរការឡើងវិញ Baymax បានស្កេនពិនិត្យ Hero ហើយឃើញថាគេមិនមានរបួសធ្ងន់ធ្ងរទេប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់គេកំពុងតែមានបញ្ហាខណៈពេលដែល Hero ព្យាយាមបិទ Baymax គេក៏បានធ្លាក់ពីលើគ្រែហើយរកឃើញអាវដែលគេពាក់ក្នុងថ្ងៃពិព័រណ៍នៅក្នុងហោប៉ៅអាវនោះមាន Microbot មួយគ្រាប់ដែលនៅសេសសល់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Microbot មួយគ្រាប់នោះកំពុងតែព្យាយាមរើបម្រាស់ឆ្ពោះទៅទីដៅណាមួយដើម្បីជួយឲ្យអារម្មណ៍របស់ Hero បានប្រសើរឡើង Baymax ក៏បានសម្រេចចិត្តដើរតាមទីដៅដែល Microbot នោះចង់ទៅនៅពេល Hero ដឹងខ្លួនវាក៏យឺតពេលទៅហើយព្រោះ Baymax បានដើរចេញទៅដល់លើផ្លូវបាត់ទៅហើយHero និង Baymax បានធ្វើដំណើរតាម Microbot រហូតមកដល់ឃ្លាំងចាស់ដែលគេបោះបង់ចោលមួយដោយសារតែទ្វារត្រូវបានចាក់សោ Hero ក៏សម្រេចចិត្តលួចចូលតាមបង្អួចចំណែក Baymax វិញត្រូវបញ្ចេញខ្យល់ឲ្យស្វិតទើបអាចចូលតាមបាននៅពេលចូលទៅដល់ខាងក្នុង Hero ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញម៉ាស៊ីនរាប់រយគ្រឿងកំពុងតែផលិត Microbots របស់គេយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្លាមនោះស្រាប់តែមានបុរសពាក់មុខអាតកំបាំងម្នាក់បង្ហាញខ្លួនហើយបញ្ជា Microbots ឲ្យដេញវាយប្រហារពួកគេ Hero និង Baymax បាននាំគ្នាគេចខ្លួនយ៉ាងត្រដាបត្រដួសចេញពីឃ្លាំងនោះរហូតមកដល់ប៉ុស្តិ៍ប៉ូលីសប៉ុន្តែនៅពេល Hero រៀបរាប់រឿងរ៉ាវប្រាប់ប៉ូលីសគ្មាននរណាម្នាក់ជឿគេឡើយព្រោះរឿងដែលគេនិយាយវាហាក់ដូចជាមិនគួរឲ្យជឿពេកបន្ទាប់ពីត្រឡប់មកដល់ផ្ទះថាមពលរបស់ Baymax ចាប់ផ្ដើមអស់ក្នុងពេលកំពុងសាកថ្ម Baymax បានសួរនាំពី Tadashi ហើយនៅពេល Hero ប្រាប់ថាបងប្រុសស្លាប់ហើយ Baymax ក៏បានទាញយកទិន្នន័យទាំងអស់អំពីការបាត់បង់មនុស្សជាទីស្រឡាញ់ដើម្បីជួយព្យាបាលចិត្ត Hero ជំហានដំបូងនៃការព្យាបាលគឺត្រូវនៅក្បែរមិត្តភក្តិដូច្នេះ Baymax ក៏បានលួចតាក់ទងទៅមិត្តភក្តិរបស់ Tadashi ទាំងអស់Hero ចាប់ផ្ដើមសង្ស័យថាគ្រោះថ្នាក់ភ្លើងឆេះសាលាមិនមែនជាឧបត្តិហេតុឡើយប៉ុន្តែវាគឺជាស្នាដៃរបស់បុរសពាក់មុខម្នាក់នោះដើម្បីលួចយក Microbots របស់គេដើម្បីត្រៀមខ្លួនប្រយុទ្ធ Hero បានកែច្នៃនិងដំឡើងសមត្ថភាពឲ្យ Baymax កាន់តែខ្លាំងក្លារួមទាំងធ្វើឈុតក្រោះឲ្យវាពាក់ថែមទៀតផងពួកគេទាំងពីរបានធ្វើដំណើរទៅកាន់មាត់បឹងមួយតាមការនាំផ្លូវរបស់ Microbot ដែលនៅសេសសល់ប៉ុន្តែនៅពេលទៅដល់ស្រាប់តែមានឡានមួយបានដេញតាមពួកគេពីក្រោយយ៉ាងប្រកៀកតាមពិតទៅនៅក្នុងឡាននោះគឺជាមិត្តភក្តិរបស់ Tadashi ទាំងអស់ Gogo, Wasabi, Honey Lemon and Fred ពួកគេបារម្ភពី Hero ខ្លាំងណាស់ហើយព្យាយាមមកនាំគេត្រឡប់ទៅផ្ទះវិញប៉ុន្តែពួកគេមិនដឹងឡើយថាគ្រោះថ្នាក់ដ៏ធំកំពុងតែរង់ចាំពួកគេនៅខាងមុខមិនទាន់ទាំងបានឡើងឡានផងស្រាប់តែបុរសពាក់មុខបានបង្ហាញខ្លួនហើយក្រវែងទូកុងតឺន័រដ៏ធំមួយសម្ដៅមករកពួកគេ Baymax បានស្ទុះទៅចាប់ទប់ទូកុងតឺន័រនោះរួចក៏ត្រូវគេបោះទៅលើដំបូលឡានខណៈដែល Wasabi កំពុងបើកឡានគេចចេញពីទីនោះយ៉ាងលឿនក្នុងពេលកំពុងដេញតាមយ៉ាងប្រកៀកប្រកិតតាមដងផ្លូវក្នុងក្រុង Baymax ក៏បានឆ្លៀតឱកាសស្កេនពិនិត្យទិន្នន័យសុខភាពរបស់សត្រូវដោយសារស្ថានភាពកាន់តែតានតឹង Gogo ក៏បានដណ្ដើមចង្កូតមកបើកដោយខ្លួនឯងរហូតធ្វើឲ្យពួកគេអាចគេចផុតពីការតាមប្រមាញ់ប៉ុន្តែឡានក៏បានធ្លាក់ចូលទៅក្នុងទឹកបឹងបាត់ទៅសំណាងល្អដែល Baymax ជាមនុស្សយន្តសង្គ្រោះក៏បានជួយទាញពួកគេទាំងអស់ឲ្យរួចផុតពីការលង់ទឹកបន្ទាប់ពីឡើងពីទឹកវិញពួកគេបាននាំគ្នាដើរទៅផ្ទះរបស់ Fred ម្នាក់ស្ទើរតែមិនជឿនឹងភ្នែកនៅពេលឃើញថា Fred រស់នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺនៅក្នុងបន្ទប់របស់ Fred ពោពេញទៅដោយតុក្កតាចម្លែកនិងសត្វក្នុងរឿងប្រឌិតជាច្រើនខណៈពេលដែល Hero កំពុងគិតរកផែនការថ្មី Baymax បានចាប់អារម្មណ៍ថាសីតុណ្ហភាពក្នុងខ្លួនរបស់ Hero ទាបពេករងាវាក៏ចាប់ផ្ដើមផ្ដល់កម្ដៅឲ្យគេហើយមិត្តភក្តិផ្សេងទៀតក៏នាំគ្នាចូលមកអោប Baymax ដើម្បីកម្ដៅខ្លួនដែរHero បានសួរមិត្តភក្តិអំពីនិមិត្តសញ្ញាមួយដែលគេបានឃើញនៅលើរបស់របររបស់បុរសពាក់មុខ Fred ក៏បានបញ្ចេញទ្រឹស្ដីមួយថាបុរសពាក់មុខនោះគ្មាននរណាក្រៅពីមហាសេដ្ឋី Aleister Crowley ឡើយព្រោះ Crowley ចង់បាន Microbots របស់ Hero តែគេមិនលក់ឲ្យទើបគេជឿថា Crowley ជាអ្នកបង្កអគ្គិភ័យដើម្បីលួចយករបស់ទាំងនោះប៉ុន្តែ Hero នៅមិនទាន់ជឿជាក់ទាំងស្រុងឡើយភ្លាមនោះ Baymax ក៏បានប្រាប់ថាគេបានស្កេនទិន្នន័យសុខភាពរបស់បុរសពាក់មុខនោះទុកហើយឬដូច្នោះ Hero ក៏បង្កើតផែនការថ្មីមួយគឺការដំឡើងប្រព័ន្ធស្កេនរបស់ Baymax ឲ្យកាន់តែខ្លាំងដើម្បីអាចស្កេនមនុស្សទូទាំងក្រុងនិងស្វែងរកទីតាំងរបស់បុរសពាក់មុខនោះមិត្តភក្តិទាំងអស់ក៏យល់ព្រមជួយឲ្យ Fred រំភើបខ្លាំងណាស់ដែលពួកគេនឹងក្លាយជាគូ Super Hero Hero បានសន្និដ្ឋានថាឧបករណ៍បញ្ជា Microbots គឺស្ថិតនៅក្នុងមុខរបាំងគឺរបស់សត្រូវបើគេអាចដោះរបាំងមុខនោះចេញបាននោះសត្រូវនឹងអស់សមត្ថភាពបញ្ជាមនុស្សយន្តភ្លាមពួកគេបានប្រើប្រាស់ទីធ្លាភូមិគ្រឹះរបស់ Fred ដើម្បីហ្វឹកហាត់ជាមួយនឹងអាវុធថ្មីរៀងខ្លួនប៉ុន្មានថ្ងៃក្រោយមក Hero ក៏បានបង្ហាញ Baymax កំណែប្រែថ្មី version 2.0 ដែលមានឈុតក្រោះពណ៌ក្រហមដ៏រឹងមាំអាចបាញ់កណ្ដាប់ដៃមីស៊ីលនិងមានស្លាបសម្រាប់ហោះហើរថែមទៀតផងនៅលើខ្នងរបស់ Baymax មានមេដែកសម្រាប់ឲ្យ Hero ផ្ដាច់ខ្លួនជាប់ដើម្បីហោះហើរទៅជាមួយគ្នាប៉ុន្តែក្នុងការហោះហើរលើកដំបូងរបស់ Hero មិនសូវជាស្រួលប៉ុន្មានទេគេភ័យខ្លាំងរហូតស្ទើរតែបង្កគ្រោះថ្នាក់ជាច្រើនលើកប៉ុន្តែ Hero ចាប់ផ្ដើមមានអារម្មណ៍ស្ងប់វិញនៅពេល Baymax ចុះចតលើស្ពាន Golden Gate យ៉ាងរលូនបន្ទាប់មក Baymax បានហោះហើរយ៉ាងខ្ពស់កាត់សមុទ្រនិងពុកដើម្បីមើលថ្ងៃលិចយ៉ាងស្រស់ស្អាតក្នុងពេលនោះ Hero បានបញ្ជាឲ្យ Baymax ស្កេនរកបុរសពាក់មុខទូទាំងក្រុងហើយជាលទ្ធផលពួកគេបានរកឃើញថាសត្រូវកំពុងលាក់ខ្លួននៅលើកោះមួយនៅក្បែរនោះ
ក្រោយពីបានទៅទទួលមិត្តភ័ក្តិទាំងអស់ពួកគេបានហោះទៅកាន់កោះនោះទាំងក្តីបារម្ភព្រោះនេះគឺជាការប្រយុទ្ធផ្លូវការលើកដំបូងបំផុតរបស់ពួកគេនៅពេលឈានជើងចូលក្នុងអគារដ៏ស្ងាត់ជ្រងំពួកគេបានរកឃើញបន្ទប់បញ្ជាដែលខ្ទេចខ្ទីមួយ Hero បានបើកមើលវីដេអូថតទុកមួយហើយក៏បានដឹងថាទីនេះគឺជាកន្លែងដែលមហាសេដ្ឋី Creed ធ្វើតេស្តគឺច្រកទ្វារបញ្ជូនរូបធាតុគឺ Teleportation Portal ក្នុងវីដេអូនោះកូនស្រីរបស់សាស្ត្រាចារ្យម្នាក់ឈ្មោះ Abigail ជាអ្នកបើកកន្សោមហោះចូលទៅក្នុងច្រកទ្វារនោះប៉ុន្តែម៉ាស៊ីនមានបញ្ហាបណ្ដាលឲ្យច្រកទ្វារផ្ទុះហើយនាងក៏រើជាប់បាត់នៅក្នុងនោះរហូតមកអ្នករាល់គ្នាជឿជាក់កាន់តែខ្លាំងថា Creed គឺជាបរិសុទ្ធពាក់មុខដែលចង់យក Microbots ទៅជួសជុលច្រកទ្វារនោះឡើងវិញភ្លាមនោះសត្រូវក៏បានបង្ហាញខ្លួនហើយការប្រយុទ្ធដ៏សាហាវក៏ចាប់ផ្ដើមមិត្តភក្តិម្នាក់បានព្យាយាមប្រើសមត្ថភាពរៀងខ្លួនប៉ុន្តែត្រូវបានបរិសុទ្ធពាក់មុខវាបកឲ្យដួលម្នាក់ម្ដងចុងក្រោយ Hero និង Baymax បានសហការគ្នាហោះទៅឆក់យករបាំងមុខរបស់សត្រូវមកបានប៉ុន្តែនៅពេលរបាំងមុខត្រូវដោះចេញគ្រប់គ្នាស្ទើរតែមិនជឿនឹងភ្នែកព្រោះបរិសុទ្ធពាក់មុខនោះមិនមែនជា Creed ឡើយតែគឺជាសាស្ត្រាចារ្យ Collagen ដែលគ្រប់គ្នាស្មានថាបានស្លាប់ក្នុងភ្នក់ភ្លើងនោះទៅហើយ Collagen បានប្រាប់ថាលោកបានប្រើ Microbots ការពារខ្លួនទើបលោកមិនស្លាប់ក្នុងគ្រោះអគ្គិភ័យនោះឬដូច្នោះ Hero ស្រក់ទឹកភ្នែកដោយភាពជឿចាប់និងខឹងសម្បារបំផុតព្រោះវាមានន័យថាបងប្រុសរបស់គេ Tadashi បានរត់ចូលទៅស្លាប់ដោយឥតប្រយោជន៍ដើម្បីជួយមនុស្សម្នាក់ដែលមិនត្រូវការឲ្យគេជួយសោះដោយកំហឹងបាំងមុខ Hero ក៏បានបញ្ជាឲ្យ Baymax សម្លាប់ Collagen ចោលភ្លាមប៉ុន្តែដោយសារកម្មវិធីដើមរបស់ Baymax មិនអនុញ្ញាតឲ្យវាធ្វើបាបមនុស្ស Hero ក៏បានសម្រេចចិត្តដក chip របស់ Tadashi ចេញហើយដាក់ chip ថ្មីដែលបញ្ជាឲ្យ Baymax វាប្រហារគ្រប់គ្នាដែលនៅខាងមុខមិត្តភក្តិទាំងអស់បានព្យាយាមឃាត់ Baymax មិនឲ្យសម្លាប់មនុស្សប៉ុន្តែក្នុងពេលកំពុងច្របូកច្របល់នោះ Collagen ក៏បានឆក់យកកបាំងមុខរួចហោះគេចខ្លួនបាត់ទៅសំណាងល្អ Honey Lemon បានលួចដាក់ chip ដើមរបស់ Baymax ចូលវិញទើបវាត្រឡប់មកមានចិត្តមេត្តាដូចមុនHero ខឹងសម្បារយ៉ាងខ្លាំងហើយព្យាយាមដូរ chip ម្ដងទៀតប៉ុន្តែ Baymax បានឃាត់គេរួចបង្ហាញវីដេអូថតទុករបស់ Tadashi នៅក្នុងវីដេអូនោះ Tadashi បានព្យាយាមធ្វើតេស្ត Baymax រហូតដល់ទៅ84ដងទើបវាដំណើរការបានជោគជ័យស្នាមញញឹមនិងក្តីសង្ឃឹមរបស់បងប្រុសដែលចង់ជួយមនុស្សបានធ្វើឲ្យ Hero ភ្ញាក់រលឹករួចក៏សុំទោស Baymax ចំពោះទង្វើខ្វះការពិចារណារបស់ខ្លួនភ្លាមនោះមិត្តភក្តិរបស់គេបានបង្ហាញវីដេអូថ្មីមួយទៀតដែលបង្ហាញថា Abigail អ្នកបើកបរដែលបាត់ខ្លួនក្នុងច្រកទ្វារតាមពិតគឺជាកូនស្រីបង្កើតរបស់សាស្ត្រាចារ្យ Collagen នេះហើយជាមូលហេតុដែល Collagen ចង់សងសឹកនឹង Creed ព្រោះ Creed បានបង្ខំឲ្យ Abigail ហោះចូលក្នុងច្រកទ្វារដែលមិនទាន់មានសុវត្ថិភាពនៅថ្ងៃសម្ពោធអគារថ្មីរបស់ក្រុមហ៊ុន Creed បរិសុទ្ធពាក់មុខ Collagen បានបង្ហាញខ្លួនរួចប្រើ Microbots ដើម្បីជួសជុលច្រកទ្វារនោះឡើងវិញក្នុងបំណងបឺតស្រូបបំផ្លាញអ្វីគ្រប់យ៉ាងដែល Creed មានក្រុម Big Hero 5មួយបានមកដល់ហើយព្យាយាមបញ្ចុះបញ្ចូល Collagen ឲ្យឈប់សងសឹកប៉ុន្តែលោកមិនស្ដាប់ឡើយថែមទាំងវាបកមកលើពួកគេវិញយ៉ាងសាហាវក្នុងពេលកំពុងប្រយុទ្ធ Hero ត្រូវបានហោះចូលទៅក្បែរមាត់ច្រកទ្វារចំណែកមិត្តភក្តិផ្សេងទៀតត្រូវ Microbots ចាប់ជាប់ទាំងអស់ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ Hero បានរកឃើញចំណុចខ្សោយគឺត្រូវកំទេច Microbots ឲ្យអស់ដើម្បីឲ្យពួកវាត្រូវបឺតចូលទៅក្នុងច្រកទ្វារបាត់ទៅនៅពេលឃើញ Hero កំពុងមានគ្រោះថ្នាក់ Baymax ក៏បានរើបំរាស់ចេញពីការគ្រប់គ្រងរបស់សត្រូវរួចហោះទៅជួយសង្គ្រោះម្ចាស់របស់វាភ្លាមក្នុងស្ថានភាពដ៏តានតឹង Hero បានបញ្ជាឲ្យមិត្តភក្តិទាំងអស់រួមគ្នាកំទេច Microbots ឲ្យអស់ខណៈដែលគេជាអ្នកតាក់ទាញអារម្មណ៍ Collagenមិនយូរប៉ុន្មាន Collagen ក៏អស់អាវុធជាប់ខ្លួនហើយ Baymax ក៏អាចឆក់យកកបាំងមុខមកវិញបានដោយជោគជ័យប៉ុន្តែច្រកទ្វារចាប់ផ្ដើមរលំហើយបឺតស្រូបអ្វីគ្រប់យ៉ាងចូលទៅខាងក្នុង Creed ប្រាប់ថាគ្មានផ្លូវបិទវាបានទេហើយវានឹងផ្ទុះក្នុងពេលឆាប់ដូច្នេះគ្រប់គ្នាត្រូវតែរត់ចេញភ្លាមនោះ Baymax ស្រាប់តែស្កេនឃើញសញ្ញាជីវិតនៅខាងក្នុងច្រកទ្វារនោះវាគឺជា Abigail កូនស្រីរបស់ Collagen ដែលកំពុងស្ថិតក្នុងសភាពសន្លប់ជ្រៅដោយមិនស្ទាក់ស្ទើរ Hero និង Baymax បានហោះចូលទៅក្នុងច្រកទ្វារនោះដើម្បីសង្គ្រោះនាងនៅខាងក្នុងនោះគឺជាចង្វៀលដ៏ចម្លែកមួយដែលពោពេញទៅដោយបំណែកកំទេចកំទីហោះហើរយ៉ាងរីប៉ាយពួកគេបានរកឃើញកន្សោមហោះរបស់ Abigail ហើយព្យាយាមរុញវាចេញមកវិញប៉ុន្តែជាអកុសលបំណែកអគារដ៏ធំមួយបានហោះមកបុក Baymax បណ្ដាលឲ្យឈុតក្រោះនិងម៉ាស៊ីនហោះរបស់វាត្រូវខូចខាតទាំងស្រុង Baymax មិនអាចហោះចេញបានទៀតទេប៉ុន្តែវាសម្រេចចិត្តថានឹងជួយ Hero និង Abigail ឲ្យរស់ទោះបីជាវាត្រូវស្លាប់ក៏ដោយ Hero យំអង្វររកវិធីជួយមិត្តសម្លាញ់ប៉ុន្តែពេលវេលាមិនរងចាំឡើយ Baymax បានសួរឃ្លាចុងក្រោយថាតើអ្នកមានអារម្មណ៍ធូរស្រាលហើយឬនៅពេល Hero យំឆ្លើយថាគបាត់ Baymax ក៏បានបាញ់កណ្ដាប់ដៃមីស៊ីលរបស់វាដើម្បីរុញកន្សោមហោះដែលមាន Hero និង Abigail ឲ្យចេញមកក្រៅច្រកទ្វារទាន់ពេលមុនវានឹងផ្ទុះបាត់អស់គ្មានសល់Abigail ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែក Collagen ក៏ត្រូវបានប៉ូលីសចាប់ខ្លួនប៉ុន្មានសប្តាហ៍ក្រោយមក Hero ចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យវិញថ្ងៃមួយខណៈពេលដែលគេកំពុងកាន់កណ្ដាប់ដៃរបស់ Baymax ដែលនៅសេសសល់គេក៏បានរកឃើញ chip ដើមរបស់វាដែល Baymax បានលាក់ទុកក្នុងដៃនោះមុនពេលវាលះបង់ជីវិត Hero បានបង្កើតរូបរាងកាយថ្មីឲ្យ Baymax ហើយនៅពេលគេដាក់ chip ចូលទៅ Baymax ក៏មានជីវិតឡើងវិញជាមួយនឹងការចងចាំទាំងអស់ចុងក្រោយក្រុមអ្នកប្រឡូកវិទ្យាសាស្ត្រវ័យក្មេងទាំង6នាក់ក៏បានក្លាយជាក្រុម Super Hero ការពារទីក្រុង San Francisco ជារៀងរហូតមកចុះបងប្អូនទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះសម្រាប់ខ្ញុំការលះបង់របស់ Baymax ពិតជាធ្វើឲ្យក្តុកក្តួលខ្លាំងណាស់សូមបញ្ចេញមតិនៅខាងក្រោម comment ទាំងអស់គ្នាប្រសិនបើបងប្អូនចូលចិត្តវីដេអូសម្រាយរឿងបែបនេះកុំភ្លេចចុច like និង subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតជួបគ្នាដោយក្តីស្រឡាញ់នៅវីដេអូក្រោយសូមអរគុណនិងជម្រាបលា